ប្រកុលថាវិការជូនដល់កីឡាករបង្គោលក្រហមមកសូមក្រុមអញ្ជើញបាទសូមសម្លេងផ្ទះដៃអបអរសាទរមួយទៀតបងប្អូនបាទនេះជាការប្រកុលថាវិការពីតំណាងក្រុមហ៊ុន Honda បាទជូនដល់កីឡាករបង្គោលក្រហមព្រះរាជាណាចក្រកម្ពុជាបាទនៅទឹកប្រាក់ចំនួន1 លានរៀលបាទសូមថ្លែងអំណរគុណបាទជូនដល់តំណាងក្រុមហ៊ុនបាទ Honda បាទមេត្តាបានផ្ដល់កិត្តិយសបាទជូនបាទសូមភ្លេងគុណគ្រូបាទSo ladies and gentlemen, at the red corner, red glove and red trunk, he is 24 years old and stand 168 centimeters and weight in 70 kilograms. His professional boxing record is 97 with 84 victories, 8 loss, 5 draws, 14 victories coming by knockout. Training by Kyle Samang. Ladies and gentlemen, please welcome to the red corner Cambodia, Kyle Rumchong. In the blue corner, blue girl, Blue Duan. He is 23 years old and stand 183 centimeters and weight in 70 kilograms. His professional boxing record is 54 with 40 victories, 14 loss, no draw, 22 victories coming by knockout, training by Chai Champon. So ladies and gentlemen, welcome to the Blues corner from Brazil, Aljeton Freitas. បាទនេះហើយគឺជាកីឡាករ Aljeton Freitas Aljeton Freitas វ័យ23ឆ្នាំទម្ងន់70គីឡូក្រាមកម្ពស់នោះគឺធ្ងន់មែនតើហើយបាទកម្ពស់ទៅធ្ងន់វិញលោកតាកម្ពស់នេះគឺខ្ពស់មែនតើគឺ1.83 ម៉ែត្របាទត្រឡប់ប្រកួត54ដងឈ្នះ40ដងចាញ់14ដងមិនដែលស្មើផ្ដួលគូប្រកួតឲ្យសន្លប់ចំនួន22ដងបាទចុងក្រោយគឺ Aljeton ជួបជាមួយនឹងជនជាតិថៃកីឡាករជនជាតិថៃលទ្ធផលឈ្នះដោយផ្ដួលគូប្រកួតជនជាតិថៃនោះឲ្យសន្លប់នៅក្នុងទឹកទី4មកទល់ក្រហមលោកនាងស្គាល់ច្បាស់ដូចថ្ងៃកែរំចង់ប្រកួត97ដងឈ្នះ84ដងចាញ់8ដងគត់ហើយស្មើ5ដងផ្ដួលគូប្រកួតសន្លប់នោះចិត្តពាក់កណ្ដាលឈ្នះហើយបាទគឺ40ដងចុងក្រោយគឺជួបជាមួយនឹងមិត្តរួមជាតិរបស់ Aljeton នេះហើយគឺ Neto គឺឈ្នះដោយផ្ដួល Neto ឲ្យសន្លប់នៅក្នុងទឹកទី3បាទថ្ងៃនេះ Aljeton ឡើងមកនេះគឺសងសឹកជូន Neto មិត្តរួមជាតិរបស់ខ្លួនប៉ុន្តែមិនដឹងជាបានសម្រេចឬក៏អត់ទេកែរំចង់គឺជាកូនសិស្សរបស់លោកគ្រូកែសំអាមកពីកងពលតូចអន្តរាគមន៍លេខ8ភ្នំទ្រប
ទស្សនាការប្រកួតជាបន្តទៅទៀតម៉ាត់ស្ដាំមួយរបស់រំចង់អត់ត្រូវថយសិនដេតុនក៏តន់ធ្វើដែរមួយជើងស្ដាំរបស់ដេតុនមួយជើងឆ្វេងសងអូហូមួយជើងក្រៅរបស់រំចង់ដួលរបស់ដេតុនដួលកាប់មុខតែម្ដងមួយជើងឆ្វេងរបស់ដេតុនគឺវ័យ23ឆ្នាំបាទប្រកួត54ដងឈ្នះ40ចាញ់14បដូរគឺប្រកួតឲ្យសន្លប់22ដងរំចង់របស់កម្ពុជាឆ្លងប្រកួត97ដងបាទលោកគឺប្រកួតឲ្យសន្លប់40ដងថ្ងៃនេះរំចង់ពិបាកនឹងយកឈ្នះដោយសារតែដេតុនកម្ពស់ 1.83 រំចង់កម្ពស់ត្រឹមតែ 1.68 លេខហុងស៊ុយដូច្នេះពិបាកបន្តិចប៉ុន្តែជឿជាក់ថារំចង់ថ្ងៃនេះនឹងអាចធ្វើបានល្អជាថ្ងៃណាបងអស់បាទនាងមកកន្ទុយមើលរបស់រំចង់បាញ់មិញប៉ុន្តែដេតុនដឹងខ្លួនត្រូវតែបន្តិចទេមួយជើងក្រាមឆ្វេងរបស់កីឡាករដេតុនមួយជើងសងស្ដាំខ្លាំងរបស់រំចង់បាទពីគូអន្តរជាតិកន្លងផុតទៅហើយកីឡាករប្រេស៊ីលចាញ់ទាំងពីរគូនេះជាគូចុងក្រោយម៉ាត់ដាំរបស់ដេតុនបាទធាក់ជួយឆ្វេងមួយកណ្ដាលដាំទ្រូងរំចង់ធាក់ឡើងវិញសងមើលបាច់គុណបុរាណខ្មែរណាចាស់ច្បាស់ជាងកៃសងផុតដេញតាមទាត់ជើងផុតវាត់ទៅមួយអូហូយដេតុននេះក៏អត់ទាន់មែនបាទកៃចូលដេញតាមរំចង់ថយកៃចូលធ្វើចាប់ទឹកទី1កន្លែងនេះដេតុនហ្វ្រេតាពោះជើងវែងកែរំចង់ហេតុទៅទៀតបាទសូមបងប្អូនទស្សនារូបភាពយឺតឡើងវិញនៅកម្មវិធីរបស់យើងសាជាថ្មីម្ដងទៀតអនុញ្ញាតថ្លែងអំណរគុណដល់លោកអង្គញាលៀងអគ្គនាយកក្រុមហ៊ុនស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិឧបត្ថម្ភជូនកីឡាករកម្ពុជាចាក់កកហោ40,000 រៀលអបអរសាទរអ្នកឲ្យទឹកចេញក្រៅស៊ីហ្គេនអោគូអន្តរជាតិទី3ទឹកទី2រ៉ាន់ធូបាទគូអន្តរជាតិទី3ទឹកទី2បង្គោលក្រហមកែរំចង់បង្គោលគីអដេតុនហ្វ្រេតាស់បាទមិនហើយឃើញថាហ្វ្រេអដេតុនគឺដៃគូដ៏ពិបាកហើយសម្រាប់កែរំចង់សូមទៀតដៃបាក់ភ្លេងបងប្អូនអបអរសាទរកីឡាករទាំងពីរបាទគ្នាកៃឆ្វេងពីកែរំចង់ល្អមែនទែនបាទទៀតដៃឲ្យស្រោះគ្នាបងប្អូនកម្ពុជាបង្គោលក្រហមបាទយ៉ាងណាហើយមួយដៃឆ្វេងរបស់កែរំចង់មួយដៃឆ្វេងទៀតរំចង់ទៀតដៃអបអរសាទរខាងតោគ្នាបងប្អូនមួយដៃស្ដាំរបស់ដេតុនវិញកែឆ្វេងរំចង់កែស្ដាំមួយទៀតបាទតតឆ្វេងរំចង់មិនហើយម៉ាត់ស្ដាំរំចង់កែស្ដាំមួយទៀតអូយរំចង់សុំសរសើរពិតជាអ្នកក្លាហានមែនអាងទឹកពោះរំចង់អត់ខ្លាចទេអូយបាត់ឆ្វេងមកដែរមានរំចង់មួយដៃឆ្វេងទៀតមួយកែឆ្វេងមានរំចង់កែស្ដាំពីរំចង់បាទសូមសម្លេងអបអរសាទរម្ដងទៀតទៀតដៃឲ្យសូគ្នាបងប្អូនទៀតដៃឲ្យសូគ្នាបាទបងប្អូនអ្នកទស្សនានៅទីនេះហៅពីកៅអីអស់ហើយអង្គុយទៅអីទៀតអត់ត្រូវទេកន្លែងនេះកែឆ្វេងមានរំចង់កែឆ្វេងទៀតកែស្ដាំបែកហើយដេតុនហ្វ្រេតាគឺបែកហើយបាទរំចង់អត់បែកទេមកហើយសម្លេងតទៀតសុំបាសិនបែកហើយអេយូបាទគួរឲ្យសោកស្ដាយបំផុតបងប្អូន
ជូតធៀមហើយបាទនៅទៅហោចឹងអាយ៉ាអត់ដួលសុំចាប់ទឹកទី2អ្នកណាស្វាគមន៍បន្តទៀតក្នុងកម្មវិធីប្រដាល់រាជបុត្រនៃអាណាចក្រខ្មែរជារបស់បាញ់ឡើងកីឡាករអាឡេតុនពីតាពីថាបាយចិញ្ចាំខាងស្ដាំដោយសារតែកែងឆេះរបស់កីឡាករកែរំចង់ក្នុងការប្រកួតអំបាញ់មិញតែទៀតធ្វើការប្រកួតជាបន្តទៅទៀតប៉ុន្តែកីឡាករទាំងពីរកំពុងតែស្វាហាប់រឹងមាំមែនទែនជួបគ្នាថ្ងៃនេះគឺថាគូដ៏អស្ចារ្យសម្រាប់ការប្រកួតរាជបុត្រនៃអាណាចក្រខ្មែរសម្រាប់ខែទី2ដែលឧបត្ថម្ភធំដោយស្រាបៀរកម្ពុជាបាទស្រាបៀរកម្ពុជាឈ្នះរង្វាន់មេដាយស្រាបៀរពិភពលោកសម្រាប់ថ្នាក់លេខ3ក្នុងការប្រកួតស្រាបៀរក្នុងថ្នាក់អន្តរជាតិនៅក្នុងឆ្នាំ2013នេះគុណភាពជាតិស៊ីម៉ង់អូតគុណភាពចំណាត់ថ្នាក់លេខ1អ្នកឲ្យទឹកចេញក្រៅស៊ីហ្គេនអោគូអន្តរជាតិទី3ទឹកទី3 round 3បាទការប្រកួតទឹកទី3គូអន្តរជាតិគូទី3ហើយសូគ្នាបងប្អូនសូគ្នាដើម្បីលើកទៅយកកីឡាករបាទទឹកទី3គូអន្តរជាតិឆ្វេងស្ដាំរបស់កីឡាករកែរំចង់អាដេតុនដើរចូលបាត់ឆ្វេងរបស់អាដេតុនចុកមិនได้ស្ដាំអូយយ៉ារំចង់ផ្លោះស្នៀតដូរថយក្រោយមួយតាត់បញ្ហាបន្តការប្រកួតទាត់ឆ្វេងសងទាត់ស្ដាំរបស់កីឡាកររំចង់សងស្ដាំឆ្វេងល្អមែនតើជង្គង់មកជើងស្ដាំរបស់អាដេតុនដកថយរំចង់ដើរចូលស្ដាំកាយមួយធាក់មួយជើងឆ្វេងរបស់អាដេតុនស្ដាំឆ្វេងសងល្អមែនតើអាដេតុនមកចេញមកស្ដាំហើយឱកាសមានឱកាសប្រារបស់កីឡាករកែរំចង់ក្នុងទឹកទី3នេះហើយដើរចូលអាដេតុនឆ្វេងស្ដាំរបស់រំចង់បន្ថែមទៀតល្អមែនតើមួយដៃស្ដាំបន្តរបស់អាដេតុនថយរំចង់ថយមួយសិនចែកចូលប្រឡាប់ឆ្វេងល្អមែនតើរត់ថយសិនមួយរំចង់រកឱកាសមួយសិនអាដេតុននេះមិនធម្មតាទេហាត់ក្បាច់ក្រុមបារាំងខ្មែរច្បាស់ណាស់បាទអោភ្នែកមួយជង្គង់របស់អាដេតុនមួយដៃស្ដាំពីក្រោយល្អណាស់រកកីឡាករកែរំចង់ធាក់ការពារខ្លួនមួយឆ្វេងរបស់អាដេតុនស្ដាំចូលសងកែងចូលសងមួយជើងស្ដាំមួយដៃស្ដាំឆ្វេងសងរបស់កីឡាករអាដេតុនរំវាថយក្រោយរំចង់ភ្លេចខ្លួនដួលព្រុសអត់បញ្ហាទេអាប៊ីតរំចង់លើកទី1រំចង់យ៉ាងម៉េចហើយកែងចូលឆ្វេងស្ដាំមួយទៀតឆ្វេងអូយអាដេតុនបាញ់ហើយជុំសិនអាដេតុនបាញ់បន្ថែមទៀតហើយសូមសម្លេងម្ដងទៀតជូនដល់កម្មវិធីរាជបុត្រអាណាចក្រខ្មែរល្អមែនតើលោកទស្សនិកជនបាទឈានកាត់ទៅហើយសម្រាប់អាដេតុនឆ្វេងចូលមួយទៀតអាដេតុនដើរចូលអាដេតុនតាមរំចង់រត់អូហូលោកវិជាបណ្ឌិតចាំមកហើយចេញចៅរបស់ដេតុនប្រពន្ធណាហើយសូមលេងទៀតនៃរាជបុត្រអាណាចក្រខ្មែរបងប្អូនព័ត៌មាននៅក្នុងថ្ងៃនេះពុតជ្រីនេះមែនតើប្រកួតជាបន្តអាដេតុនតតទៅឆ្វេងតតចេញស្ដាំមួយទៅឆ្វេងស្ដាំរបស់ដេតុនសងកែងរួចចូលទឹកកងមួយរបស់ដេតុនរំចង់ការពារខ្លួនសិនមិនឲ្យបន្តការប្រកួតទេអាដេតុនធៀបច្រើនណាស់មិនអាចបន្តការប្រកួតបានទេលោកវិជាបណ្ឌិតបានធ្វើសញ្ញាឲ្យបងប្អូនមិនអាចប្រកួតតទៅទៀតបានទេមិនអាចបន្តការប្រកួតបានទេដល់កីឡាករបង្គោលខៀវមែនទេអាដេតុននៅតែខ្លាំងដោយសារតែហូរឈាមច្រើនពេក
លោកគ្រូប៉ែតមិនឈប់ការប្រកួតដោយសារតែរបួសរបស់អដេតុនកាន់តែធំទៅខ្លាយបណ្ដាគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរដូច្នេះបញ្ឈប់ការប្រកួតក្នុងទឹកទី3នេះជ័យជំនះបានទៅកីឡាករកែរំចង់របស់កម្ពុជាប៉ុន្តែកីឡាករអដេតុនក៏បានវាយរំចង់ឲ្យរាប់នៅក្នុងទឹកទី3នេះផងដែរមួយកែងបោះរបស់កីឡាករអដេតុនពិតជាល្អមែនទែនថ្ងៃនេះគឺជាគូប្រកួតល្អថ្ងៃមែនទែន3រូបរបស់កម្ពុជាឈ្នះទាំង3វាយសោកស្ដាយចំពោះរបស់កីឡាករខៀវអត់អស់មិនដល់សង្ស័យមិនទោះអស់កម្លាំងនៅឡើយទេសម្រាប់ការប្រកួតនេះដោយសារតែមានស្នាមបែកខ្លាំងពេកទើបលោកវិជ្ជបណ្ឌិតបានអនុញ្ញាតឲ្យធ្វើការប្រកួតបន្តដូច្នេះសូមអវសាទរជូនកីឡាករដ៏ក្លាហានបង្គោលខៀវមកពីប្រេស៊ីលទាំងអស់គ្នាមួយទៀតបាទគេអាដេតុនហ្វ្រេតាអត់អស់ចិត្តទេធ្វើត្បិតតែបែកក៏ពិតមែនកម្លាំងនៅពេញតាមទោះជាយ៉ាងណាក៏ដោយការប្រកួតមិនអាចបន្តបានទេមិនអាចធំចឹងកែរំចង់បង្គោលក្រហមទទួលជ័យជំនះលើកីឡាករបង្គោលខៀវដោយកីឡាករបង្គោលខៀវមានរបួសក្បាលធ្ងន់ធ្ងរពេកដែលមិនអាចបន្តការប្រកួតតទៅទៀតបានដូច្នេះលោកគ្រូពេទ្យត្រូវបញ្ឈប់ឲ្យប្រកួតនៅក្នុងទឹកទី3 So ladies and gentlemen, and the winner is the red corner Cambodia